ថ្ងៃថ្មីប្រវត្តិតួអង្គដដែលថ្ងៃនេះយើងមកនិយាយពីប្រវត្តិស្នេហារបស់ហ្វាងយុននៅក្នុងរឿងប្រឡំលោក Raven and Insanity នៅក្នុងប្រឡំលោក Raven and Insanity ឬ Good Down Master តួអង្គហ្វាងយុនគឺត្រូវបានគេស្គាល់ថាគឺជាមនុស្សដែលឈាមត្រជាក់មើងម៉ាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍និងគោលដៅជីវិតអមតៈរបស់គាត់តែប៉ុណ្ណោះបើនិយាយពីប្រវត្តិស្នេហាបែបមនុស្សចេតនាជាជ្រៅដោយតួអង្គដទៃគឺស្ទើរតែគ្មានឡើយប៉ុន្តែនៅក្នុងដំណើរជីវិតទាំងពីរជារបស់គាត់មាននារីមួយចំនួនដែលពាក់ព័ន្ធនឹងរឿងមនុស្សចេតនានិងអារម្មណ៍របស់គាត់ជាហានម៉ូនារីតែម្នាក់គត់ដែលហ្វាងយុនធ្លាប់ស្រឡាញ់ជាហានម៉ូគឺជាមើមែតឬនាមចានិងជាសេងថេសរបស់ត្រកូលមើមែតនៅក្នុងជីវិតទី1របស់ហ្វាងយុនកាលពីគាត់មិនទាន់កែប្រែអតីតកាលទំនាក់ទំនងការនោះហ្វាងយុននៅជាមនុស្សធម្មតាដែលមានភាពទន់ខ្សោយនិងជួបទុក្ខលំបាកយ៉ាងខ្លាំងជាហានម៉ូគឺជាម្នាក់ដែលជួយសង្គ្រោះជីវិតគាត់ផ្ដល់ក្តីសង្ឃឹមនិងបង្រៀនឲ្យគាត់ស្គាល់ពីភាពស្រស់ស្អាតនៃជីវិតនាងមានចិត្តបរិសុទ្ធនិងតែងតែជួយអ្នកដទៃលទ្ធផលក្រោយមកនាងត្រូវបានគេលបធ្វើឃាតនិងស្លាប់យ៉ាងវេទនាដោយសារតែការប្រកួតប្រជែងអំណាចផ្ទៃក្នុងកលសម្ព័ន្ធការស្លាប់របស់ជាហានម៉ូគឺជាចំណុចរបបដ៏ធំដែលធ្វើឲ្យហ្វាងយុនប្រែប្រួលចិត្តគំនិតទាំងស្រុងទៅជាមនុស្សដែលឈាមត្រជាក់លែងជឿជាក់លើសេចក្តីល្អនិងចាប់ផ្ដើមដើរលើផ្លូវងងឹតដើម្បីស្វែងរកអំណាចនិងភាពអមតៈអារម្មណ៍ពិតរបស់ហ្វាងយុននាងគឺជាពន្លឺពណ៌សតែមួយគត់នៅក្នុងបេះដូងរបស់គាត់សូម្បីតែក្នុងជីវិតទី2នៅពេលដែលហ្វាងយុនខ្លាចជាមនុស្សគ្មានបេះដូងទៅហើយក៏គាត់នៅតែចងចាំនិងគោរពការចងចាំរបស់ជាហានម៉ូដែរប៉ុន្តែក៏មិនបណ្ដោយឲ្យវាធ្វើជាចំណុចខ្សោយរារាំងផ្លូវរបស់គាត់ឡើយ Sheng Xingxi ស្រឡាញ់ហ្វាងយុនតែម្នាក់ឯង Sheng Xingxi គឺជាកូនស្រីរបស់មេដឹកនាំត្រកូល Sheng នៅក្នុងតំបន់ Southern Border ទំនាក់ទំនងហ្វាងយុនបានជួយសង្គ្រោះនិងការពារនាងក្នុងអំឡុងពេលធ្វើដំណើរតាមក្បួនដង្ហែ Caravan ព្រោះគាត់ដឹងពីអនាគតថានាងនឹងក្លាយជាអ្នកមានអំណាចដំបូងឡើយហ្វាងយុនធ្វើគ្រប់យ៉ាងគឺដើម្បីផលប្រយោជន៍និងប្រើប្រាស់នាងជាឈ្នាន់ប៉ុណ្ណោះអារម្មណ៍Shang Xingxi បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ហ្វាងយុនយ៉ាងជ្រាលជ្រៅដោយសារតែភាពឆ្លាតវៃនិងការការពាររបស់គាត់ទោះបីជាដឹងថាហ្វាងយុនគឺជាមនុស្សអាត្មានិយមនិងសាហាវក៏ដោយក៏នាងនៅតែរក្សាចិត្តស្មោះនិងបារម្ភពីគាត់រហូតលទ្ធផលហ្វាងយុនដឹងច្បាស់ពីចិត្តរបស់នាងប៉ុន្តែក៏មិនដែលឆ្លើយតបស្នេហានោះឡើយសម្រាប់គាត់នាងគ្រាន់តែជាឧបករណ៍នយោបាយនិងជាដៃគូជំនួញដ៏ល្អម្នាក់ប៉ុណ្ណោះ Helulen ដៃគូដែលមានផលប្រយោជន៍រួម Helulen គឺជាស្ត្រីដែលមានបុគ្គលិកលក្ខណៈខ្លាំងពូកែនិងមានមហិច្ឆតាខ្ពស់ទំនាក់ទំនងអ្នកទាំងពីរបានឆ្លងកាត់ការប្រយុទ្ធនិងការរស់រានមានជីវិតជាមួយគ្នាជាច្រើនលើកអ្នកអានមួយចំនួនចូលចិត្តគូបកងពួកគេព្រោះពួកគេមានចរិតស្រដៀងគ្នាប្រៃផ្សៃឆ្លាតនិងធ្វើអ្វីគ្រប់យ៉ាងដើម្បីគោលដៅលទ្ធផលគ្មានរឿងស្នេហារវាងពួកគេឡើយទំនាក់ទំនងពួកគេគឺផ្អែកទៅលើផលប្រយោជន៍និងការប្រើប្រាស់គ្នាទៅវិញទៅមកសុទ្ធសាធបើអស់ផលប្រយោជន៍ពួកគេអាចនឹងសម្លាប់គ្នាបានភ្លាមសេចក្តីសន្និដ្ឋានអំពីទស្សនៈស្នេហារបស់ហ្វាងយុនសម្រាប់ហ្វាងយុនឬ Great Love Immortal Vulnerable ស្នេហាមិនមែនជាអ្វីដែលគាត់ស្វែងរកនោះទេនៅក្នុងគំនិតរបស់គាត់សម្រស់គ្រាន់តែជាស្បែកក្រៅថ្ងៃណាមួយគង់តែរលាយខ្លាយជាធូលីដីមានតែភាពអមតៈឬ internal life មួយគត់ទើបជាគោលដៅដ៏ពិតប្រាកដនិងមានតម្លៃបំផុតនៅក្នុងជីវិតរបស់គាត់រឿងរ៉ាវរវាងហ្វាងយុននិងជាហានម៉ូគឺជាសាច់រឿងដ៏មានអត្ថន័យនិងជ្រាលជ្រៅបំផុតព្រោះវាគឺជាមូលហេតុចម្បងដែលធ្វើឲ្យហ្វាងយុនប្រែប្រួលបុគ្គលិកលក្ខណៈពីមនុស្សធម្មតាមករក្សាភាពឈាមត្រជាក់ដូចបច្ចុប្បន្ននេះគឺជាសាច់រឿងលម្អិតកាលពីជីវិតទី1របស់ហ្វាងយុនមុនពេលគាត់ប្រើប្រាស់ Spring Adam Cicada ដើម្បីកែប្រែអតីតកាលការជួបគ្នាដំបូងនិងការជួយសង្គ្រោះកាលពីជាតិទី1បន្ទាប់ពីហ្វាងយុនបានឆ្លងមកកាន់ពិភពគូគាត់បានចាកចេញពីភូមិគូយូហើយបានដើររកស្រណដែតអស់រយៈពេលជាច្រើនឆ្នាំរហូតដល់តំបន់សមុទ្រខាងកើតឬ Eastern Sea កាលនោះគាត់នៅជាមួយគ្រូអាគមគូឬ Gu Master កម្រិតទាបគ្មានអំណាចគ្មានខ្នងបង្អែកនឹងត្រូវគេធ្វើបាបស្ទើរតែស្លាប់នៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនោះជាហានម៉ូដែលជានាងមច្ឆាឬ Mermaid និងជានារីបរិសុទ្ធ Senses នៃកោសម្ព័ន្ធ Mermaid បានបង្ហាញខ្លួនហើយបានជួយសង្គ្រោះជីវិតហ្វាងយុននាងមិនត្រឹមតែជួយព្យាបាលរបួសនោះទេថែមទាំងបានផ្ដល់ទីជម្រកសេចក្តីថ្លៃថ្នូរនិងភាពកក់ក្ដៅដល់គាត់ថែមទៀតផងភាពស្មោះត្រង់និងការតស៊ូជាមួយគ្នាជាហានម៉ូគឺជាមនុស្សដែលមានចិត្តបន់បរិសុទ្ធនិងមានចិត្តធម៌ខ្លាំងណាស់ផ្ទុយស្រឡះពីហ្វាងយុននាពេលបច្ចុប្បន្ននាងតែងតែជួយការពារមនុស្សទន់ខ្សោយដែលធ្វើឲ្យនាងមានសត្រូវជាច្រើននៅក្នុងកលសម្ព័ន្ធជាពិសេសគឺពួកអ្នកនយោបាយពុករលួយដែលចង់ទម្លាក់នាងពីតំណែង Seness ដើម្បីតបស្នងសងគុណនិងដោយសារតែមានចិត្តស្រឡាញ់ផងនោះហ្វាងយុនបានស្ម័គ្រចិត្តធ្វើជាអ្នកតាមបម្រើស្មោះត្រង់ឬ Official Attendant របស់នាងគាត់បានប្រើប្រាស់ប្រាជ្ញានិងចំណេះដឹងពិភពផែនដីដើម្បីជួយនាងរៀបចំគម្រោងការព្យាករណ៍និងដោះស្រាយឧបសគ្គនយោបាយជាច្រើននៅក្នុងអំឡុងពេលនោះអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់រហូតបង្កើតបានជា
ចំណងស្នេហ៍ដ៏ស្ងប់ស្ងាត់មួយទោះបីជាមានរបាំងវណ្ណៈរវាងមនុស្សនិងនាងមច្ឆាក៏ដោយឧបាយកលនិងការស្លាប់ដ៏ខ្លោចផ្សាទោះបីជាហ្វាងយ៉ុនព្យាយាមជួយនាងយ៉ាងណាក៏ដោយក៏កងកម្លាំងសត្រូវនៅតែមានឥទ្ធិពលខ្លាំងពេកនៅក្នុងការប្រកួតប្រជែងតំណែងដ៏ធំមួយជាហានម៉ូត្រូវបានគេលបធ្វើឃាតនិងទម្លាក់កំហុសយ៉ាងអយុត្តិធម៌នាងត្រូវគេបង្ខំឲ្យស្លាប់ទាំងវេទនានិងបន្សល់ទុកនូវការឈឺចាប់ជាខ្លាំងចំណែកឯហ្វាងយ៉ុនវិញការនោះមានសមត្ថភាពខ្សោយពេកមិនអាចជួយសង្គ្រោះនារីដែលខ្លួនស្រឡាញ់បានឡើយមានតែការឈរមើលនាងស្លាប់ទៅតាមខ្សែភ្នែកទាំងទន់ជ្រាយនិងអស់សង្ឃឹមផលប៉ះពាល់ដល់ចិត្តគំនិតរបស់ហ្វាងយ៉ុនរបបជីវិតការស្លាប់របស់ជាហានម៉ូគឺជាការបំផ្លាញពិភពលោកខាងវិញ្ញាណរបស់ហ្វាងយ៉ុនទាំងស្រុងការបាត់បង់ជំនឿលើសេចក្តីល្អគាត់បានឃើញច្បាស់ថាមនុស្សដែលមានចិត្តល្អដូចជាហានម៉ូបែរជាត្រូវស្លាប់យ៉ាងអយុត្តិធម៌ចំណែកឯមនុស្សអាក្រក់និងពុករលួយបែរជាមានជីវិតរស់នៅយ៉ាងមានក្តីសុខនិងមានអំណាចការយល់ដឹងអំពីការពិតនៃពិភពលោកចិត្តតាំងពីពេលនោះមកហ្វាងយ៉ុនបានសន្និដ្ឋានថានៅក្នុងពិភពលោកនេះមានតែអំណាចឬ strength និងផលប្រយោជន៍ឬ benefit ប៉ុណ្ណោះទើបជាការពិតសេចក្តីល្អមនោសញ្ចេតនានិងសីលធម៌គ្រាន់តែជាផ្សែងអាប់ដែលធ្វើឲ្យមនុស្សទន់ជ្រាយប៉ុណ្ណោះសកម្មភាពរបស់ហ្វាងយ៉ុនក្នុងជាតិទី2នៅពេលដែលហ្វាងយ៉ុនប្រើប្រាស់ Spring Adam Cicada ត្រឡប់មកជាតិទី2ទោះបីជាគាត់ខ្លាចជាមនុស្សឈាមត្រជាក់ក៏ដោយប៉ុន្តែនៅពេលដែលគាត់រៀបរាប់ឬនឹកឃើញដល់ជាហានម៉ូគាត់តែងតែប្រើពាក្យសម្ដីទន់ភ្លន់និងការគោរពជានិច្ចនៅក្នុងសាច់រឿងគាត់ថែមទាំងបានច្រៀងបទចម្រៀងដែលជាហានម៉ូធ្លាប់ច្រៀងឲ្យគាត់ស្ដាប់កាលពីជាតិមុនទៀតផងបទចម្រៀងស្ដីពីសមុទ្រនិងសេរីភាពទោះជាយ៉ាងណាក៏ដោយហ្វាងយ៉ុនមិនបានចំណាយពេលដើរស្វែងរកនាងភ្លាមៗក្នុងជាតិទី2ឡើយព្រោះគាត់ដឹងថាបើគាត់នៅតែមិនទាន់មានអំណាចគ្រប់គ្រាន់ទេទោះជាគាត់ជួបនាងម្ដងទៀតក៏នៅតែមិនអាចការពារនាងបានដដែលគោលដៅរបស់គាត់គឺត្រូវឡើងទៅដល់កំពូលឬ Immortal Vulnerable និងស្វែងរកភាពអមតៈជាមុនសិនរឿងរ៉ាវរបស់ជាហានម៉ូគឺជាផុសតាងបង្ហាញថាហ្វាងយ៉ុនមិនមែនកាត់មកជាមនុស្សឈាមត្រជាក់ពីកំណើតនោះទេប៉ុន្តែគឺពិភពលោកដ៏សាហាវឃោរឃៅ Google និងការបាត់បង់ស្នេហាដំបូងនេះឯងដែលបានសូនរូបគាត់ឲ្យខ្លាចជាស្ដេចបិសាចដូចសពថ្ងៃបទចម្រៀងដែលជាហានម៉ូធ្លាប់ច្រៀងហើយដែលហ្វាងយ៉ុនបានចងចាំយ៉ាងជ្រាលជ្រៅរហូតដល់ជាតិទី2មានឈ្មោះថាចម្រៀងនាងមច្ឆាឬ The Mermaid Song ឬត្រូវបានគេស្គាល់តាមអត្ថន័យថាចម្រៀងស្ដីពីសមុទ្រខៀវនិងសេរីភាពនៅក្នុងសាច់រឿងចំពុកទី1673ហ្វាងយ៉ុនបានច្រៀងបទនេះឡើងវិញនៅចំពោះមុខគូ Master ផ្សេងទៀតដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងព្រោះមិននឹកស្មានថាមនុស្សដែលខូខើដូចគាត់អាចច្រៀងបទចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅនិងពោរពេញទៅដោយអារម្មណ៍បែបនេះឡើយអត្ថន័យនៃបទចម្រៀងនេះមានបង្កប់នៃទស្សនវិជ្ជាជីវិតធំៗចំនួន3ទី1សេរីភាពពិតប្រាកដនិងការរំដោះខ្លួនពីខ្នោះខ្នៀងនៃវាសនាអត្ថន័យនៃទំនុកចម្រៀងបានពិពណ៌នាអំពីត្រីខៀវមួយក្បាលដែលបានហែយ៉ាងមានសេរីភាពនៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយវាតំណាងឲ្យការចង់បានសេរីភាពឬ absolutely freedom ដែលមិនជាប់ជំពាក់នឹងឋានៈអំណាចឬសម្ពាធពីសង្គមទាំងជាហានម៉ូនិងហ្វាងយ៉ុងសុទ្ធតែជាមនុស្សដែលរស់នៅក្នុងខ្នោះខ្នៀងជាហានម៉ូជាប់ខ្នោះដោយសារតែតួនាទីជា Senes និងទំនួលខុសត្រូវចំពោះកុសសម្ព័ន្ធចំណែកឯហ្វាងយ៉ុនជាប់ខ្នោះដោយសារតែភាពទន់ខ្សោយនិងការបង្ខំពីវាសនាបទចម្រៀងនេះគឺជាការបួងសួងសូមឲ្យព្រលឹងបានរួចផុតពីទុក្ខលំបាកទាំងឡាយទី2ភាពស្ងប់ស្ងាត់នៅក្នុងចិត្តចំពេលមានព្យុះសង្ឃរាបទចម្រៀងនេះមានឃ្លាមួយដែលនិយាយអំពីទោះបីជាមានព្យុះភ្លៀងបោកបក់និងរលកយក្សបោកផ្ទុកយ៉ាងណាក៏ដោយក៏ទឹកនៅបាតសមុទ្រជ្រៅនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលនេះឆ្លុះបញ្ចាំងពីចិត្តគំនិតរបស់ជាហានម៉ូដែលទោះជាត្រូវគេលបធ្វើឃាតគេមូបង្កាច់បង្ខូចនិងជួបគ្រោះថ្នាក់ដល់ជីវិតក៏នាងនៅតែរក្សាចិត្តបរិសុទ្ធនិងមិនព្រមលះបង់សេចក្តីល្អរបស់នាងឡើយអត្ថន័យត្រង់នេះហើយដែលបានជ្រាបចូលទៅក្នុងខួរក្បាលរបស់ហ្វាងយ៉ុនវាបានក្លាយជាគ្រឹះនៃចិត្តគំនិតដ៏រឹងមាំដូចថ្មដារបស់គាត់ដែលមិនអាចរវើរវាយទៅតាមការយាយីពីមជ្ឈដ្ឋានខាងក្រៅទោះបីជាពិភពលោកទាំងមូលប្រឆាំងនឹងគាត់ក៏ដោយទី3ការទទួលយកភាពទទេស្អាតនៃជីវិតឬ Life is like a dream ចម្រៀងក៏បានរំលេចផងដែរថាអ្វីៗគ្រប់យ៉ាងនៅលើโลกនេះមិនថាមាសប្រាក់កេរ្តិ៍ឈ្មោះឬសូម្បីតែជីវិតមនុស្សគឺប្រៀបដូចជាពពុះទឹកសមុទ្រដែលកើតឡើងមួយផ្លែតរួចក៏រលាយបាត់ទៅវិញសម្រាប់ជាហានម៉ូនាងច្រៀងដើម្បីដាស់តឿនខ្លួនឯងកុំឲ្យជាប់ជំពាក់នឹងលាភសក្ការៈនិងអំណាចពុករលួយនៅក្នុងកលសម្ព័ន្ធប៉ុន្តែសម្រាប់ហ្វាងយ៉ុនគាត់បានយកអត្ថន័យនេះទៅបកប្រែក្នុងផ្លូវមួយទៀតដោយសារតែជីវិតនេះខ្លីនិងទទេស្អាតបែបនេះហើយទើបគាត់ត្រូវស្វែងរកភាពអមតៈឬ internal life ឲ្យទាល់តែបានព្រោះមានតែភាពអមតៈមួយគត់ដែលអាចបំបែកខ្នោះខ្នៀងនៃភាពទទេស្អាតនេះឃ្លាដ៏ល្បីល្បាញដែលហ្វាងយ៉ុននឹកឃើញពេលឮបទចម្រៀងនេះសមុទ្រខៀវស្រងាត់ផ្ទៃមេឃធំល្វឹងល្វើយត្រីហែដោយសេរីមិនខ្វល់ពីថ្ងៃស្អែកជីវិតប្រៀបដូចជាសុបិនកើតមកតទេត្រឡប់ទៅវិញក៏តទេសរុបមកបទចម្រៀងរបស់ជាហានម៉ូមិនមែនជាបទចម្រៀងស្នេហាយំយ៉ែកបោកប្រាស់នោះទេប៉ុន្តែវាគឺជាបទចម្រៀងប្រលឹងដែលបានដាស់តឿនហ្វាងយ៉ុនឲ្យភ្ញាក់រលឹកពីតថភាពដ៏ជូរចត់នៃពិភពលោកនិងជួយសូនរូបខុសឲ្យក្លាយជាមនុស្សដែលមានការតាំងចិត្តខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ Google នេះគឺជាអត្ថន័យនៃទំនុកច្រៀងដើមបកប្រែជាភាសាខ្មែរនៃចម្រៀងនាងមច្ឆាដែលជាហានម៉ូធ្លាប់ច្រៀង
និងជាបទចម្រៀងដែលហ្វាងយុនបានច្រៀងឡើងវិញទាំងទឹកមុខស្ងប់ស្ងាត់ក្នុងដំណើរការស្វែងរកភាពអមតៈរបស់គាត់ទំនុកច្រៀងចម្រៀងនាងមច្ឆាឬ The Mermaid Song ផ្ទៃមេឃខៀវស្រងាត់ធំល្វឹងល្វើយគ្មានទីបញ្ចប់សមុទ្រធំធេងបោកបក់រលកពណ៌ប្រាក់ទៅតាមខ្យល់ត្រីសមុទ្រហែយ៉ាងសេរីក្រោមពន្លឺថ្ងៃកក់ក្ដៅពួកវាគ្មានក្តីបារម្ភគ្មានខ្នោះគ្នានិងគ្មានការចងចម្ពាក់ទោះបីជាមានព្យុះភ្លៀងបោកបក់មកពីទិសទាំង8ទោះបីជារលកយក្សព្យាយាមបំផ្លាញលោកីយ៍នេះក៏ដោយក៏ទឹកនៅបាតសមុទ្រជ្រៅនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលព្រលឹងដែលរឹងមាំមិនដែលរវើរវាយទៅតាមខ្យល់ព្យុះឡើយអោជីវិតមនុស្សលោកអើយប្រៀបដូចជាសុបិនមួយបំណែកកាត់មកដៃទទេស្លាប់ទៅវិញក៏ទទេដូចគ្នាគេឈ្មោះនឹងនាបសការៈគ្រាន់តែជាពពុះទឹកសមុទ្រដែលកើតឡើងមួយផ្លែតរួចក៏រលាយបាត់ទៅវិញក្នុងភាពសូន្យហេតុនេះសូមហោះទៅចុះព្រលឹងដែលមានសេរីភាពកុំខ្វល់ពីវាសនាកុំខ្លាចញញើតនឹងការផ្លាស់ប្ដូរនៃពេលវេលាដើរលើផ្លូវដែលខ្លួនជ្រើសរើសទោះបីជាត្រូវរលាយបាត់រូបកាយក៏ចិត្តមួយនេះនៅតែជារបស់ខ្លួនឯងជានិរន្តរ៍គំនិតបូកផ្សំរបស់ហ្វាងយុនពេលច្រៀងបទនេះនៅពេលដែលហ្វាងយុនច្រៀងបទនេះនៅជាទី2គាត់មិនមែនច្រៀងដោយក្តីអាឡោះអាល័យឬយំសោកព្រោះស្នេហាបាត់បង់នោះទេប៉ុន្តែគាត់ច្រៀងក្នុងន័យដាស់តឿនខ្លួនឯងសម្រាប់ហ្វាងយុនឃ្លាដែលនិយាយថាដើរលើផ្លូវខ្លួនជ្រើសរើសទោះបីជាត្រូវរលាយបាត់រូបកាយគឺជាបាវចនាជីវិតរបស់គាត់បានជ្រើសរើសដើរលើផ្លូវស្វែងរកភាពអមតៈទោះបីជាពិភពលោកទាំងមូលដេញតាមសម្លាប់គាត់ទោះបីជាគាត់ត្រូវបរាជ័យនិងត្រូវស្លាប់បាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវក៏គាត់មិនស្ដាយក្រោយឡើយព្រោះគាត់បានរស់រានមានជីវិតនិងស្លាប់ទៅវិញក្នុងនាមជាមនុស្សដែលមានសេរីភាពពេញលេញមិនចំណោះឲ្យអ្នកណាទាំងអស់អ្នកទាំងអស់គ្នាជួយ Subscribe YouTube អ្នកមួយផងហើយនេះជាការសង្ខេបខ្លីៗពីប្រវត្តិស្នេហារបស់ហ្វាងយុននៅក្នុងរឿងប្រឡំលោក Rebel and Insanity ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសួនមិនព្រមស្ដី